សួរពួកម៉ែពុំមានតគ្នាថ្ងៃនេះជូលីមានវិធីសាស្ត្រមួយចំវិធីសាស្ត្រធ្វើឲ្យឃ្លៀកសឲ្យបែបធម្មជាតិបំបត្តិកែអីឆ្នៃលាបអីច្រើននេះគ្រាន់តែសិនជូជាអាចយកមកដោះនៅឃ្លៀកសនៅខាងហើយទី2ចាគឺយើងក្រូចឆ្មាមួយផ្លែយើងពុះវាជាពីរយើងយកមកដល់នៅឃ្លៀកសងខាងហើយទី3យើងម្សៅណាដែលមានជារបៀបថាហឹលឬក៏ត្រជាក់ណាណាប្រហើយើងអាចយកមកលាបនៅឃ្លៀកពេលដែលយើងមកតហើយទ្រនាថាបើធ្វើតាមជូលីចឹងអ្នកណាចង់ឃ្លៀកសធ្វើតាមជូលីចឹងសូមទ្រនាថាឃ្លៀកសក្រអូបជាប់ចិត្តតែម្ដងអ្នកឃ្លៀកឲ្យមើលផងអូសងខាងចាបាយជំរាបលា